យើងធ្លាប់លើគេនិយាយច្រើនថាបើសិនជាយើងចេះពាក្យច្រើនណាឬក៏យើងចេះវេយ្យាករណ៍កម្រិតខ្ពស់ៗដល់ពេលដែលយើងទៅប្រឡងតែ IELTS ផ្នែកសរសេរផ្នែកនិយាយហ្នឹងយើងនឹងទទួលបានបន្ទុកខ្ពស់ហើយតើវាពិតជាអញ្ចឹងមែនអត់ចម្លើយគឺថាវាប្រហែលជាអាចអញ្ចឹងមែនដោយសារ vocabulary ជាមួយនឹង grammar គឺជាចំណុចពីរសំខាន់នៅពេលដែលគេកែទៅលើ test writing ឬក៏ test speaking របស់យើងប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនពិនិត្យមើលចំណុចផ្សេងទៀតដែលមិនមែនត្រឹមតែ grammar វេយ្យាករណ៍ឬក៏ vocabulary នឹងទេពីព្រោះថាបើសិនជាយើងអត់បានពិនិត្យមើលចំណុចផ្សេងទៀតយើងប្រហែលជាអត់ដឹងថាតាមពិតបើសិនជាយើងអាចធ្វើឲ្យរឿងផ្សេងទៀតបានណាយើងក៏អាចបានបន្ទុកដែរមិនមែនផ្ដោតតែលើរឿង vocabulary ហើយរឿង grammar នឹងតែមួយមុខទេបើបងប្អូនពិនិត្យមើល writing ជាទូទៅនៅពេលដែលគេកែក្រៅពី vocabulary ហើយជាមួយនឹង grammar នៅមានចំណុចមួយទៀតដែលគេផ្ដោតអារម្មណ៍ខ្លាំងទៅលើមែនទែនគឺរឿង coherence ហើយជាមួយនឹងរឿង cohesion speaking ក៏អញ្ចឹងដែរក្រៅពីរឿង grammar ហើយរឿង vocabulary ហ្នឹងគេផ្ដោតទៅលើចំណុចមួយទៀតគឺ fluency ទាំងពីរហ្នឹងតែពិតបើសិនជាបងប្អូនចេះពាក្យច្រើនហើយបងប្អូនអាចឆែកដឹងអត្ថន័យអញ្ចឹងខ្ញុំអត់ចង់និយាយអីច្រើនទៅលើរឿងហ្នឹងទេខ្ញុំសូមនិយាយវាឲ្យសាមញ្ញចេះថានៅពេលដែលយើងសរសេរនៅពេលដែលយើងនិយាយតើយើងបានរៀបចំគំនិតរបស់យើងឲ្យវារលូនទៅហ្នឹងបានស្រួលអត់និយាយក្នុងន័យម្យ៉ាងទៀតបើសិនជាគេអានសំណេររបស់យើងគេស្ដាប់ការនិយាយរបស់យើងតើគេងាយស្រួលយល់ការនិយាយរបស់យើងឬក៏ងាយស្រួលយល់ការសរសេររបស់យើងអត់បើសិនជាយើងអាចមានសមត្ថភាពបែបហ្នឹងអាចពេលខ្លះយើងមានពីលក្ខណៈធម្មជាតិមកតែម្ដងអាហ្នឹងវានឹងជួយឲ្យយើងបានបន្ទុកច្រើនដែរនៅលើការនិយាយការសរសេររបស់យើងប៉ុន្តែបើសិនជាយើងអត់មានជាលក្ខណៈធម្មជាតិទេយើងក៏អាចរៀនសូត្រពីវាបានដែរហ៊ាននិយាយហ៊ានសរសេរឲ្យមានក្បាលមានតួសេចក្តីហើយមានសេចក្តីបញ្ចប់អីស្រួលទៅអាហ្នឹងក៏ជួយយើងឲ្យបានបន្ទុកច្រើនដែរបងប្អូនឃើញដូចវីដេអូនេះអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមមកភ្លាមគឺខ្ញុំនិយាយមានសេចក្តីផ្ដើមមកខ្ញុំសិនបន្ទាប់មកបញ្ចូលសាច់រឿងរបស់ខ្ញុំហើយតិចទៀតខ្ញុំនឹងបញ្ចប់ពេលអញ្ចឹងទៅអាហ្នឹងឯងគឺជារបៀបដែលខ្ញុំចង់ឲ្យមាន fluency ខ្ញុំចង់ឲ្យមាន coherence ខ្ញុំចង់ឲ្យមាន cohesion នៅក្នុងការនិយាយរបស់ខ្ញុំហ្នឹងបើបងប្អូនពិនិត្យមើលចំណុចមួយទៀតនៅក្នុងការកែ test speaking គឺគេផ្ដោតទៅលើរឿង pronunciation មួយទៀតមិនរឿងតង់ណាមិនរឿង accent ទេគឺរឿង pronunciation គឺជាការបញ្ចេញសំឡេងយើងអាចមានតង់អីមួយចឹងទៅអាចមានតង់ឥណ្ឌាតង់អីចឹងទៅប៉ុន្តែបើសិនជាការបញ្ចេញសំឡេងរបស់យើងគឺវាច្បាស់វាអីហើយយើងនឹងអត់មានបញ្ហាទៅលើរឿងហ្នឹងទេអញ្ចឹងឃើញទេក្រៅពីពាក្យក្រៅពីវេយ្យាករណ៍ pronunciation ក៏ជួយផ្ដល់បន្ទុកឲ្យយើងដែរនៅលើរឿងផ្នែក fluency រឿង coherence គឺ cohesion ហ្នឹងតែពិតមានចំណុចមួយទៀតដែលជាទូទៅគេអត់សូវនិយាយវាច្បាស់ឲ្យប្រកបទេប៉ុន្តែបងប្អូនអាចប្រើវាជាឧបករណ៍មួយដែរជួយយើងបានបន្ទុកច្រើនដែរគឺបរិមាណនៃការសរសេរនិងការនិយាយរបស់យើងជាទូទៅយើងគួរតែព្យាយាមនិយាយឲ្យបានច្រើនសរសេរឲ្យបានច្រើនសរសេរឲ្យបានច្រើននិយាយឲ្យបានច្រើនហ្នឹងជាសញ្ញាមួយប្រាប់គេថាយើងមានសមត្ថភាព communicate បានច្រើនហើយរឿងហ្នឹងដូចខ្ញុំបាននិយាយគេអត់សូវបញ្ជាក់ច្បាស់ទេប៉ុន្តែយើងគួរព្យាយាមធ្វើអាហ្នឹងឲ្យបានច្រើនដែរសរុបមកវិញការចេះ grammar កម្រិតខ្ពស់ច្រើនការចេះពាក្យច្រើនគឺជារឿងល្អនៅពេលដែលយើងទៅប្រឡងតែ IELTS ប៉ុន្តែមិនមែនតែពីរហ្នឹងណាដែលចាំបាច់នៅមានផ្នែកផ្សេងទៀតដែលយើងត្រូវដឹងដែរដូចជារឿង fluency រឿង coherence រឿង cohesion ហ្នឹងបងប្អូនត្រូវដឹងរឿងហ្នឹងដែរខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ត្រៀមខ្លួនប្រឡងតែ IELTS ហ្នឹងបងប្អូនអាចតាក់ទងមកសាលាភាសាអង់គ្លេស Ednich បានយើងមានវគ្គត្រៀមសម្រាប់ជួយឲ្យបងប្អូនប្រឡងតែ IELTS ហ្នឹងបានដោយរលូនហើយចេញអស់ពីសមត្ថភាពដែលបងប្អូនអាចធ្វើទៅបានដើម្បីទទួលបានបន្ទុកខ្ពស់បំផុតដែលបងប្អូនអាចធ្វើទៅបានដែរ